នេះគឺជាទិលនេះដែរគឺវាដុះនៅតាមប្រភេទដីខ្សាច់ឬក៏ដីគោកចង្ការដែលមានប្រភេទដីឥដ្ឋលាយខ្សាច់តិចយើងជីកវាបាននៅក្នុងកំឡុងពេលខែដែលមានភ្លៀងធ្លាក់ដូចជាខែ5ខែ6ខែ7 សាមមួយសាមមួយអានេះដឹងទេដឹងហើយទេពីមើលអានេះគូតែមើលធំហ្មងមិនកាយយើងជីកកាយយើងជីកមើលតាមទូយើងមើលបានហើយយើងអាចចាំបុតរបស់នេះជីកវាយកមកហូបបានមើមរបស់វាគឺតូចឬក៏ធំងាប់ហើយអាស្រ័យទៅលើដើមរបស់វាដែលវាដុះបានយូរឬក៏ទៅតែដុះយើងអាចហូបវាបានដូចជាបែកគក់ហើយរសជាតិវាផ្អែមហើយយើងអាចជ្រលក់អំបិលក៏បានហូបទទេក៏បានទិលនេះសម្បូរដុះនៅកន្លែងណាដែលមានដីខ្សាច់កាលដែលធ្វើគោគឺជីកទិលហូបសបាយ